បងសូមជម្រាបសួរនិងសួស្តីបងប្អូនដែលរៀនភាសាលើអូខេអញ្ចឹងថ្ងៃនេះយើងមានមេរៀនបេតិកមួយទៀតគឺតើតមួយ present continuous statements យើងមានការមួយដែរតើតមួយបច្ចុប្បន្នការកំពុងបន្តតើតមួយប្រយោគអះអាងយើងប្រយោគអះអាងអាចជាប្រយោគស្របឬក៏ប្រយោគបដិសេធពីរបញ្ចូលគ្នាអញ្ចឹងអូខេអញ្ចឹងយើងមើលយើងមានដូចរដងយើងមាន grammar explanation questions and answers សំណួរចម្លើយការបយល់បេតិកយើងមានចំណុចប្រមាណដែរដែលត្រូវបញ្យល់ក្នុងមេរៀនហ្នឹងយើងចូលដល់ទីមួយដំបូងសំណួរសួរថា what is the present continuous tense តើអ្វីដែលជាការបច្ចុប្បន្នកាលកំពុងបន្តអញ្ចឹងចម្លើយគឺ the present continuous also called the present progressive is used to talk about អញ្ចឹងបច្ចុប្បន្នកាលកំពុងបន្តហ្នឹងអាចត្រូវបានគេហៅមួយយ៉ាងទៀតថា present progressive ហ្នឹងត្រូវបានគេប្រើដើម្បីនិយាយអំពីអូខេទីមួយគឺទៅតាម actions happening now at this moment អញ្ចឹងមានន័យថាសកម្មភាពដែលកំពុងកើតឡើងក្នុងពេលឥឡូវរាល់សកម្មភាពទាំងឡាយណាដែលកំពុងកើតឡើងយើងមើលឃើញជាក់ស្ដែងអាហ្នឹងគឺយើងប្រើ present continuous ឬក៏ present progressive ហ្នឹងទី2គឺ temporary actions អញ្ចឹង temporary actions ហ្នឹងគឺសំដៅលើសកម្មភាពដែលបណ្ដោះអាសន្នវាកើតឡើងតែមួយរយៈពេលខ្លីទេវានឹងបញ្ចប់ទៅវិញអូខេអញ្ចឹងយើងមានពីរចំណុចហ្នឹងឥឡូវយើងចូលដល់ structure របស់វាតម្រងគឺ structure របស់ present continuous យើងមាន subject បូកជាមួយនឹង MSR បូកជាមួយនឹង verb ing នេះគឺជា structure របស់វាតម្រងស្របរបស់វាអូខេអញ្ចឹងយើងមើលឧទាហរណ៍ថា I យើងប្រើជាមួយ am មែនទៅ you យើងប្រើជាមួយ are he យើងប្រើជាមួយ is he she is ប្រើជាមួយ is we and they we you they គេប្រើជាមួយ I មែនទៅអញ្ចឹងឧទាហរណ៍ថា I am standing អញ្ចឹងយើងមាន I បូកជាមួយ to be ហើយបូកជាមួយ verb ing តែពេល negative statement យើងគ្រាន់តែដាក់ not នៅពីក្រោយ to be ទៅ I am not you are not he is not she is not it is not we are not ឬក៏ they are not standing អញ្ចឹងយើងដាក់ not ពីក្រោយវាទៅជាបដិសេធតែអញ្ចឹងប្រយោគ statement របស់យើងគឺមានទាំងស្របមានទាំងបដិសេធអូខេជានេះកាន់ជាឧទាហរណ៍បន្ថែមឧទាហរណ៍ថា I am working អញ្ចឹង I subject verb to be មាន am is I ទៅហើយមាន verb ing ទៅឧទាហរណ៍ថា I am working ខ្ញុំកំពុងធ្វើការ you are playing អ្នកកំពុងលេង she is eating នាងកំពុងតែញ៉ាំអូខេអញ្ចឹងនេះគឺជាការប្រយោគបន្ថែមទៅជាមួយទម្រង់ឥឡូវយើងជួយដល់ examples of present continuous statements ឧទាហរណ៍វិញតែម្ដងចូលទៅថា I am studying English ខ្ញុំកំពុងរៀនភាសាអង់គ្លេសចឹងហ្នឹងគឺស្មើលើសកម្មភាពដែលកំពុងកើតឡើងបែបជាក់ស្ដែងកំពុងតែអានសៀវភៅកំពុងតែរៀនក្នុងថ្នាក់ចឹងទៅមួយទៀត she is cooking dinner នាងកំពុងតែឬក៏គាត់កំពុងតែចម្អិនអាហារពេលល្ងាចអញ្ចឹងយើងឃើញជាក់ស្ដែងកំពុងតែហាន់បន្លែកំពុងតែឆាកំពុងតែដាក់ទឹកដាក់ស្លចឹងទៅអញ្ចឹងសកម្មភាពកំពុងកើតឡើងយើងមើលឃើញជាក់ស្ដែងឧទាហរណ៍ទៀត they are playing football អញ្ចឹងពួកគេកំពុងតែលេងបាល់ទាត់អូខេអញ្ចឹងយើងឃើញជាក់ស្ដែងថាពួកគេកំពុងតែលេងhe is watching TV គាត់កំពុងតែអង្គុយមុខទូរទស្សន៍ហើយគាត់កំពុងតែមើលទូរទស្សន៍មួយទៀតគឺ we are learning new words យើងកំពុងតែរៀនពាក្យថ្មីអូខេអញ្ចឹងរាល់ពាក្យទាំងឡាយនៅក្នុងហ្នឹងគឺវាកាត់ឡើងនៅគណៈពេលយើងកំពុងនិយាយហ្នឹងឯងអូខេឥឡូវយើងមើល spelling rules បន្តិចក្បួននៃការប្រកប verb ing ហ្នឹង for verb ing ឧទាហរណ៍ទី1ទៅមួយ most verbs just add ing រាល់និយាយទៅគេអសព្វភាពច្រើនគឺយើងបន្ថែម ing យកតែម្ដងឧទាហរណ៍ថា work ទៅជា working យើងយក ing ទៅថែមទៅលើពាក្យ verb អូខេធ្វើការកំពុងធ្វើការតែplay ទៅជា playing យើងបន្ថែមយកតែម្ដងទី2 verbs ending in e drop the e and add ing ប្រសិនយើងគេសាប់ដែលបញ្ចប់ដោយចុងដោយ e យើងត្រូវតែលុប e ចោលសិនហើយបន្ថែម ing ឧទាហរណ៍ថា write ទៅជា writing យើងលុប e ចោលសិនមុនយើងបន្ថែម writing យើងបន្ថែម ing make ទៅជា making អូខេទី3គឺ one syllable verbs with one vowel plus one consonant double the consonant អញ្ចឹងវាចូលរូបមន្តដែលយើងហៅថា c v c គឺ consonant vowel consonant ឲ្យតែមានពាក្យនេះគឺយើងតម្រួតទៅពាក្យ run អញ្ចឹងពាក្យ run យើងមើល o គឺជា consonant ជួយនេះតោះមកគឺមាន u ជា vowel ស្រៈតោះមកមាន n ជា consonant ដល់ទៀតអញ្ចឹងមានអក្សរ3បែបនេះអមអញ្ចឹងថាស្រៈអមសងខាងដោយជួយនេះ2នៅខាងសងខាងវាហ្នឹងគឺយើងមុនបន្ថែម ing ទៅតម្រួតសិនតម្រួត n មួយទៀតសិនតម្រួតអក្សរកញ្ចុងវាណាអញ្ចឹងទៅជា running មាន n 2អូខេ sit ទៅជា sitting តម្រួត t ដូចគ្នាដែរអញ្ចឹងនេះយើងត្រូវតែចាំរូបមន្តទាំង3ហ្នឹងអូខេឥឡូវសំណួរសួរថា when do we use it តើយើងប្រើវានៅពេលណាតែទៅមួយការទៅយើងនិយាយពីដំបូងហើយអញ្ចឹងជាមួយដំបូងគឺ actions happening right now សកម្មភាពទាំងឡាយណាដែលកើតឡើងពេលឥឡូវទៅថា I am talking to my teacher ខ្ញុំកំពុងតែនិយាយជាមួយគ្រូរបស់ខ្ញុំអញ្ចឹងសកម្មភាពនេះកំពុងតែឃើញកាត់ឡើងចស្ដាយសួរសំណួរគ្រូអញ្ចឹងណាចំណុចទី2គឺ actions happening around now these days ជាសកម្មភាពដែលកាត់ឡើងជាមួយពេលឥឡូវឧទាហរណ៍ថា she is reading a good book these days នាងកំពុងតែអានសៀវភៅដ៏ល្អមួយសប្តាហ៍ថ្ងៃនេះអញ្ចឹងមានថាវាអាចកំឡុងពេលមួយខែអានចោលសៀវភៅហ្នឹងវាជាសកម្មភាពមួយដែលកាត់ឡើងជាមួយពេលឥឡូវហ្នឹងអានសៀវភៅទៅចាប់ពីសប្តាហ៍ទៅអ
ចឹងមួយសប្តាហ៍ពីរសប្តាហ៍3សប្តាហ៍4សប្តាហ៍រហូតដល់4សប្តាហ៍មួយខែពីរខែទៅចប់ចឹងកំឡុងពេលហ្នឹងវាកើតឡើងកំឡុងពេលហ្នឹងហើយតែយើងហៅថាជុំវិញពេលឥឡូវហ្នឹងអូខេចំណុចទី3គឺ temporary situations ស្ថានភាពបណ្ដោះអាសន្នឧទាហរណ៍ថា he is living in Bangkok this month គាត់កំពុងតែនៅទីក្រុង Bangkok ខែនេះចឹងឧទាហរណ៍នេះមានន័យថាគាត់កំពុងតែនៅបណ្ដោះអាសន្នទេទៅនៅមួយបងប្អូនឬក៏ទៅពេទ្យឧទាហរណ៍ទៅសុខភាពអីចឹងណាចឹងគឺសំដៅទៅលើសកម្មភាពដែលបណ្ដោះអាសន្នហ្នឹងចឹងសរុបមកយើងមាន3ការប្រើប្រាស់សម្រាប់ level យើង level A1 ហ្នឹងគឺទៅតាមមួយសកម្មភាពកើតឡើងពេលឥឡូវកើតឡើងជំនាញពេលឥឡូវនិងសកម្មភាពបណ្ដោះអាសន្នអូខេឥឡូវយើងដល់ tips to remember ហើយដែលយើងត្រូវចងចាំទី1គេថា use MSR correctly ចូលប្រើ MSR ឲ្យបានត្រឹមត្រូវតែប្រើបែបណាចឹងណាឧទាហរណ៍ថា I យើងប្រើមួយ M ទៅ he she it យើងប្រើជាមួយ is we you they យើងប្រើជាមួយ are ចឹងត្រូវតែប្រយ័ត្នឡើយហ្នឹងalways add ing to the verb តែងតែបន្ថែម ing ទៅលើកិច្ចសព្ទចឹងមាន to be ហើយមាន verb ហើយតាម ing ផងទី3 don't use the present continuous for things that are always true use simple present for that ចឹងកុំប្រើបច្ចុប្បន្នកាលកំពុងបន្តសម្រាប់អ្វីដែលតែងតែពិតអូខេអ្វីដែលពិតហ្នឹងគឺយើងប្រើ present simple វិញអូខេឥឡូវចូលដល់សំណួរចម្លើយចឹងសំណួរចម្លើយគឺយើងមានប្រមាណដល់ច្រើនគូសំណាសំណួរទី1សួរថា what is the present continuous tense used for តើ present continuous ហ្នឹងគឺត្រូវបានគេប្រើដើម្បីអ្វីទី2 how do we make a present continuous sentence តើយើងបង្កើតប្រយោគបច្ចុប្បន្នកាលកំពុងបន្តដោយរបៀបណានិយាយពីទម្រង់វាទី3 when do we use am តើយើងប្រើ am នៅពេលណាទី4 when do we use is យើងប្រើ is នៅពេលណាទី5 when do we use are យើងប្រើ are នៅពេលណាទី6 what do we normally add to a verb to make the present continuous tense តើយើងជាធម្មតាបន្ថែមអ្វីទៅលើកិច្ចសព្ទដើម្បីបង្កើតទៅជាបច្ចុប្បន្នកាលកំពុងបន្តនឹងកាលហ្នឹងទី7 what do we do if the verb is regular like read or play តើយើងគួរតែធ្វើម៉េចបើសិនមកកិច្ចសព្ទតែងតែទៀងទាត់ទៅពាក្យ read ពាក្យ play ទៅអូខេហ្នឹងគេស្មើ the most verb កិច្ចសព្ទពាក្យច្រើនហ្នឹងហើយអូខេទី8 what do we do if the verb ends in e like write តើយើងធ្វើអ្វីនៅពេលដែលបើសិនមកកិច្ចសព្ទបញ្ចប់ដោយ e ដូចជាពាក្យ write ជាដើមតើយើងបំបែកវាថាបានជាដោយរបៀបណាទី9 what do we do if the verb is short and ends in a vowel plus consonant like run តើយើងធ្វើអីគេទៅលើកិច្ចសព្ទដែលខ្លីហើយបញ្ចប់បញ្ចូលដោយស្រៈជាមួយបញ្ចូលជំនះអញ្ចឹងដូចជាពាក្យ run ហ្នឹងតើយើងធ្វើយ៉ាងម៉េចអូខេអញ្ចឹងយើងរៀនឆ្លើយមួយសង្ឃឹមថាអ្នកឆ្លើយវាបានទេសាកឆ្លើយវាសិនទៅសំណួរទី1សួរថា what is the present continuous tense used for តើយើងប្រើវានៅពេលណាអូខេចឹងចម្លើយគឺ yeah it is used to talk about actions happening right now or around now អូខេវាអាច temporary action បន្តទៀតនិយាយឆ្លើយប៉ុណ្្នឹងក៏អូខេដែរអញ្ចឹងវាត្រូវបានគេប្រើដើម្បីនិយាយពីសកម្មភាពដែលកំពុងកើតឡើងពេលឥឡូវឬក៏ជំនាញពេលឥឡូវឬក៏ប្រើសកម្មភាពបណ្ដោះអាសន្នទៀតទី2 how do we make a present continuous tense sentence តើយើងបង្កើតប្រយោគបច្ចុប្បន្នកាលកំពុងបន្តដោយរបៀបណាចម្លើយគឺ yeah we use subject plus MSR plus verb ing នេះគឺជា structure របស់វាអញ្ចឹងឧទាហរណ៍ថា example she is eating អូខេអញ្ចឹងគឺនេះហើយយើងបង្កើតប្រយោគវាយើងប្រើតម្រងយើងប្រើ structure subject plus MSR plus verb ing អូខេទី3 when do we use am តើយើងប្រើ am នៅពេលណាអញ្ចឹង we use am with I យើងប្រើ am ជាមួយប្រធាន I example I am working អូខេខ្ញុំកំពុងធ្វើការទី4 when do we use is អញ្ចឹងយើងប្រើ is នៅពេលណា use is with the he she it យើងប្រើ is នឹងជាមួយប្រធាន he she it example he is running គាត់កំពុងរត់អូខេទី5 when do we use are យើងប្រើ are នៅពេលណាអញ្ចឹង we use are with you we they យើងប្រើ are ជាមួយប្រធាន we you they example they are playing ពួកគេកំពុងលេងទី6 what do we normally add to a verb to make the present continuous tense តើយើងជាធម្មតាបន្ថែមអីគេទៅលើកិច្ចសព្ទដើម្បីធ្វើវាទៅជាកាលបច្ចុប្បន្នកាលកំពុងបន្តអូខេយើងចម្លើយគឺ we add ing to the verb យើងបន្ថែម ing ទៅលើកិច្ចសព្ទ example eat eating អញ្ចឹងឧទាហរណ៍ eat ទៅជា eating យើងបន្ថែម ing លើកិច្ចសព្ទហើយទី7 what do we do if the verb is regular like read or play តើយើងធ្វើអ្វីបើសិនបើកិច្ចសព្ទវាទៀងទាត់ដូចជាពាក្យ read ក៏ដោយពាក្យ play ក៏ដោយតើយើងធ្វើមិនអញ្ចឹងចម្លើយគឺ just add ing គ្រាន់តែបន្ថែម ing ទៅ read ទៅជា reading play ទៅជា playing បន្ថែមយកតែម្ដងអត់មានករណីពិសេសទេទី8 what do we do if the verb ends in e like write តើយើងធ្វើអ្វីទៅលើកិច្ចសព្ទឬក៏បើសិនបើកិច្ចសព្ទបញ្ចប់ដោយ e អញ្ចឹងដូចជាពាក្យ write អញ្ចឹងចម្លើយគឺ we drop the e and add ing អញ្ចឹងមានន័យយើងតម្លាក់ឬក៏លុប e ចោលហើយបន្ថែម ing example write ទៅជា writing make ទៅជា making អូខេទី9 what do we do if the verb is short and ends in a vowel plus consonant like run តើយើងធ្វើអ្វីលើបើសិនបើកិច្ចសព្ទវាខ្លីហើយបញ្ចប់ដោយស្រៈនិងព្យញ្ជនៈដូចជាពាក្យ run ហ្នឹងអញ្ចឹងចម្លើយគឺ
we double the last consonant and add ing អញ្ចឹងយើងតម្រួតជួយអ្នកខាងចុងខាងក្រោយគេហ្នឹងហើយបន្ថែម ing ឧទាហរណ៍ example run ទៅជា running sit ទៅជា sitting អូខេយើងបន្ថែម n បន្ថែម t មួយទៀតអូខេយើងសរុបមកវិញយើងមាន9សំណួរហ្នឹងដើម្បីសួរឆ្លើយទៅមួយ present continuous statement របស់យើងសង្ឃឹមថាអ្នកនាងអាចយកវាទៅសួរឆ្លើយបានដើម្បី improve speaking ផងដើម្បីចេះ Visual ផងអញ្ចឹងមេរៀនការប្រយោគរបស់យើងមានតែប៉ុណ្្នឹងទេអរគុណច្រើនជួបគ្នានៅមេរៀនបន្តទៀត Thank you